បើគ្មានក្តីសម័យទេកុំចន់ទឹកដីកំពង់សោម讓眼睛講彼此立場អរិយពេលការជាយូរមកហើយឥឡូវនឹង part 4 ក៏ចេញជារូបរាងឡើងទៅ part 4 នេះខ្ញុំអត់មានគិតថានឹងចេញ part 4 អីទៀតទេដោយសារវាអត់មានវីដេអូក្នុងការកាត់ទៀតហ្មងនិយាយទៅដោយសារវាមានតែខ្ញុំសតចឹងទៅបាទខ្ញុំគិតថាវាដាក់តែខ្ញុំទៅវា boring ពេកតែចុងក្រោយក៏សម្រេចចិត្តចេញទី1គឺ clear storage ហើយទី2ក៏គិតថាថតឲ្យបំបានចេញក៏វាមិនអស់ចិត្តដែរចឹងណានិយាយទៅ part 4 នេះក៏ជា part ចុងក្រោយដែរហើយខ្ញុំនឹងព្យាយាមអត់ឲ្យវែងទេខ្លីៗទេដោយសារចង់ឲ្យគ្នាធុញខ្ញុំច្រើនពេកមិនថាជា part ចុងក្រោយគឺដោយសារតែ part 4 នេះគឺជាថ្ងៃដែលពួកខ្ញុំដើរលេងចុងក្រោយហើយបន្ទាប់ពីហ្នឹងគឺយើងត្រូវ back មកពេញវិញហើយនិយាយទៅដើរលេងពី3ថ្ងៃនៅកំពង់សោមហ្នឹងគឺថាអត់ទេណាគ្នាគឺនៅកន្លែងដើរលេងច្រើនណាស់ហើយជាពិសេសមនុស្សចូលចិត្តសមុទ្រហ្នឹងទៀតទៅម្ដងដងទៅមួយថ្ងៃគឺថាអត់ឆ្អែតឆ្អន់ទេតែវីដេអូហ្នឹងក៏មិនខុសពីវីដេអូមុនដែរអាសន្យាថានឹងម៉ោង7ហើយ ready ហើយតែអត់ទេអ្នកគ្នាគឺនៅ late តែហ្នឹងនិយាយទៅ girl on trip គឺចឹងឯងមកបានចាញ់ហើយគឺថាហួសម៉ោងបាយព្រឹកហើយកន្លែងនេះយើងទៅថ្ងៃហ្នឹងគឺអត់មានណាឆ្ងាយក្រៅពីកោះរាជបុត្រទេអ្នកគ្នាសំខាន់នៅកន្លែងហ្នឹងស្អាតខ្លាំងមែនតើ plan ទៅលើក្រោយបើថាបានទៅគេនៅកន្លែងហ្នឹងស្អាតហើយ relax មកនិយាយទៅនៅកន្លែងកោះរាជបុត្រហ្នឹងបើសិនជាបាននៅពេលល្ងាចមើលsunset ឬក៏លេងទឹកអីនៅហ្នឹងក៏សប្បាយក៏ស្អាតដែរដោយសារទឹកនៅហ្នឹងស្អាតណាស់កន្លែងឆ្នេរគេតែដោយសារពួកខ្ញុំចង់បានដើរលេងច្រើនកន្លែងអញ្ចឹងទៅពេលព្រឹកពួកខ្ញុំទៅកន្លែងកោះរាជបុត្រហ្នឹងដល់ពេលពេលថ្ងៃក៏ត្រឡប់មកផ្ទះញ៉ាំបាយញ៉ាំអីហើយពេលល្ងាចបានពួកយើងទៅកន្លែងមួយទៀតទៅមើល sunset និយាយទៅកន្លែងនេះមើល sunset នេះក៏ស្អាតដែរហើយមើលក្នុងវីដេអូនោះបានថា sunset ស្អាតខ្លាំងមែនតើហើយកន្លែងមើល sunset នេះលក្ខណៈចូលទៅកន្លែង resort គេហើយអាផ្លូវចូល resort ហ្នឹងក៏ស្អាតដែរមានស្វាមានអីទៅពោពេញតែដោយព្រៃព្រឹក្សាហ្មងឡើង fresh ហើយនេះគឺជាមិត្តល្អរបស់ខ្ញុំអ្នកគ្នាដាក់ play នឹងមកនិយាយទៅដៃគូថតរូបអ្នកគ្នាខ្ញុំថតខ្ញុំគេថតឲ្យខ្ញុំស្អាតតែពេលខ្ញុំថតគេវិញវាទៅគេអានចិត្តខ្ញុំហើយថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបន្ទាប់ពីស្អែកឡើងគឺដល់ពេលដែលយើងត្រូវមកវិញហើយតែពេលព្រឹកហ្នឹងក៏ឆ្លៀតទៅលេងកន្លែងទៅថងតាំងស្បៃនឹងនេះកន្លែងណាំឈើចាំស្នេហ៍គេហ្នឹងគឺឆ្លៀតទៅលេងកន្លែងហ្នឹងមកផឹកសិនដល់ពេលថ្ងៃឡើងបានយើងត្រឡប់មកពេញវិញអញ្ចឹងដឹងថាពេលយើងកំពុងជាងបាត់អីនេះចឹងឲ្យស្ដាប់នឹងឯងកំពុងតែឆ្លុះអង្វែងជាមួយបទចម្រៀងអត់ទេប៉ុន្តែបាត់នឹង cute មែនណា imagine ថាណាគេច្រៀងដាក់យើងjust kidding គ្នានិយាយទៅបន្ទាប់ពីហ្នឹងហើយគឺយើងទៅលេងកន្លែងរៀមហ្នឹងក៏ស្អាតដែរនិយាយមែនពេលយប់ប៉ះពេលជិះកាត់អាកន្លែងទៅថោងតោងស្បៃនឹងនេះហ្នឹងឃើញភ្លើងពណ៌ឡើងស្អាតហ្មងនិយាយទៅហើយកន្លែងហ្នឹងក៏ស្រួលមើល sunset ដែរមើល sunset ក៏និយាយថា fresh ហើយស្អាតដែរប៉ុន្តែពេលហ្នឹងខ្ញុំស្ដាយគ្នាបានទៅមើល sunset នៅហ្នឹងឯងហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបញ្ចប់ជាមួយនឹងអាហារសាមគ្គីជួបជុំគ្រួសារចា៎